បាទជ្រាបសួរបច្ចុប្បន្ននេះខ្ញុំកំពុងនៅឯស្រុករលីពីខេត្តកំពង់ឆ្នាំងហើយខ្ញុំកំពុងស្ថិតនៅទីតាំងនៃគម្រោងដីសម្បទានសង្គមគិច្ចឡាសិតស្រីនៃតំបន់ប្រស្និបហើយខ្ញុំមកក្នុងថ្ងៃនេះក្នុងនាមក្រសួងកសិកម្មដើម្បីរៀបចំធ្វើសន្និបាតកំណើតដំបូងនៃសហគមន៍កសិកម្មទំនើបប្រស្និបពលឺថ្មីបាទហើយដែលជាសហគមន៍កសិកម្មទំនើបពៅគេដោយផ្ដោតលើការធ្វើផលិតកម្មបន្លែនៅក្នុងផ្ទះសំណាញ់ចំនួន100ខ្នងដែលបច្ចុប្បន្ននេះជាការចាប់ផ្ដើមយើងមានសមាជិកប្រហែលជា50គ្រួសារតែយើងរំពឹងទុកថាយើងនឹងមានសមាជិកបន្ថែមទៀតក្នុងពេលខាងមុខបាទគោលបំណងនៃការដែលក្រសួងកសិកម្មមកចូលរួមនៅក្នុងកម្មវិធីនៃគម្រោងដីសម្បទានសង្គមគិច្ចឡាសិត3នៅក្នុងតំបន់ប្រស្និបនេះគឺមិនមែនជាការចូលរួមដំបូងទេកន្លងមកក្រសួងកសិកម្មក៏បានចូលរួមអនុវត្តយ៉ាងសកម្មនៅក្នុងគម្រោងនេះតាមរយៈការគ្រប់គ្រងនៅក្នុងសកម្មភាពកសិកម្មក៏ដូចជាមានការរៀបចំសាងសង់នៅជាផ្ទះសំណាញ់តូចៗខ្នាត7x12ជូនដល់គ្រួសារនីមួយៗផងដែរប៉ុន្តែដើម្បីដោះស្រាយនៅបញ្ហាជីវភាពឲ្យបានពេញលេញតែម្ដងអ្វីដែលយើងគ្រោងនឹងរៀបចំជួយនៅក្នុងថ្ងៃនេះគឺយើងរៀបចំជាយន្តការនៃសហគមន៍កសិកម្មទំនើបដែលក្នុងនោះគឺក្រសួងកសិកម្មនឹងផ្ដល់ការគ្រប់គ្រងជីវភាពដល់បងប្អូនប្រជាពលរដ្ឋពេញទំហឹងតែម្ដងមិនថាបញ្ហាទីផ្សារមិនថារឿងដើមទុនមិនថារឿងបច្ចេកទេសតែម្ដងទេគឺយើងនឹងរៀបចំជូនកសិករមកគ្រប់តែម្ដងបាទឲ្យតែបងប្អូនកសិករយើងបាទមានកម្លាំងមានដីហើយមានឆន្ទៈគ្រប់គ្រាន់ក្នុងការចូលរួមសកម្មភាពកសិកម្មរបស់យើងគឺគាត់អាចបង្កើតនៅសកម្មភាពកសិកម្មដើម្បីទ្រទ្រង់ជីវភាពរបស់គាត់បានហើយតាមការប៉ានស្មានរបស់យើងយើងរំពឹងទុកថាយើងនឹងមានការវិនិយោគជាទុនកម្ចីប្រមាណជាកន្លះលានដុល្លារដើម្បីជួយគ្រប់គ្រងដល់បងប្អូនយើងនៅក្នុងតំបន់សម្បទានសង្គមគិច្ចនៅទីនេះហើយការវិនិយោគនេះនឹងជួយប្រែក្លាយធ្វើឲ្យកសិករក្នុងមួយគ្រួសារយើងតាមការប៉ានស្មានក្នុងមួយផ្ទះសំណាញ់ប្រហែលជាអាចនៅសល់ប្រាក់ចំណូលចំណេញទុកក្នុងហោប៉ៅក្នុងរង្វង់ប្រហែលជា$100បាទសួរថាតើគ្រប់ដែរឬទេមិនទេខ្ញុំជឿថាមិនគ្រប់ទេប៉ុន្តែវាជាចំណុចចាប់ផ្ដើមមួយដ៏ល្អប្រសើរហើយអ្វីដែលយើងរំពឹងទុកទៀតទៅក្នុងពេលខាងមុខនោះគឺថានៅពេលដែលសហគមន៍យើងឈរជើងរឹងមាំនៅទីនេះហើយយើងអាចបង្កើតនៅសកម្មភាពផ្សេងៗទៀតដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគាត់ตัวយ៉ាងដូចជាការចិញ្ចឹមមាន់ការដាំដំណាំផ្សេងៗទៀតដែលមានសក្តានុពលបាទយើងបូករួមផ្សំទៅគាត់អាចទ្រទ្រង់ជីវភាពរបស់ពួកគាត់ហើយបាទអរគុណជំរាបសួរអាដាមសាជាថ្មីបាទអញ្ចឹងខ្ញុំនាមខ្ញុំឈ្មោះយ៉នធីបាទជាជាប់ឆ្នោតថ្មីនៅក្នុងជាប្រធានសហគមន៍បាទកសិកម្មទំនើបពន្លឺថ្មីបាទនៅក្នុងឃុំនៅក្នុងទីតាំងយើងភូមិសអងបាទឃុំប្រស្និបស្រុកលាពៀខេត្តកំពង់ឆ្នាំងអញ្ចឹងខ្ញុំត្រេកអរយ៉ាងខ្លាំងហើយក៏អរគុណយ៉ាងជ្រាលជ្រៅចំពោះអាដាមដែលបានជួយបាទហើយពង្រឹងនៅប្រជាពលរដ្ឋដែលបានចូលរស់នៅនេះឲ្យមានប្រាក់ចំណូលបន្ថែមក្រោយផ្សេងពីខាងរាជរដ្ឋាភិបាលយើងចែកជូនប្រជាពលរដ្ឋយើងអាដាមអ្វីដែលយើងបានឃើញនៅក្នុងពេលនេះក៏ដូចជាក្នុងរយៈកាលកន្លងមកនៅក្នុងគម្រោងដីសម្បទានសង្គមគិច្ចឡាសិត3នៅក្នុងតំបន់ប្រសិទ្ធនេះគឺជាឧទាហរណ៍មួយដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជួយដោះស្រាយនៅបញ្ហាជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋគម្រោងនេះដែលមានការដឹកនាំផ្ទាល់ដោយក្រសួងដែនដីហើយមានការចូលរួមអនុវត្តពីក្រសួងមួយចំនួនទៀតក្នុងនោះរួមមានក្រសួងកសិកម្មបាទយើងជួយផ្ដល់ដីជួយធ្វើផ្ទះជួយហេដ្ឋារចនាសម្ព័ន្ធជួយឲ្យគាត់មានប្រព័ន្ធស្រោចស្រពបាទហើយថ្ងៃនេះគឺយើងបន្ថែមនៅសហគមន៍កសិកម្មទំនើបមួយទៀតដើម្បីជួយផ្ដល់ការគ្រប់គ្រងជីវភាពដល់បងប្អូនសម្បទាននិករបស់យើងប្រកបដោយនិរន្តរភាពតែម្ដងហើយក្នុងនាមក្រសួងកសិកម្មខ្ញុំពិតជារំពឹងទុកថាការជួយគ្រប់គ្រងក្នុងថ្ងៃនេះនឹងជួយប្រែក្លាយជីវភាពរបស់បងប្អូនសម្បទាននិកយើងបាទសង្ឃឹមថា5ឆ្នាំក្រោយ10ឆ្នាំក្រោយយើងត្រឡប់មកទីនេះប្រស្និបនឹងក្លាយទៅជាតំបន់អភិវឌ្ឍដែលមានការរីកចម្រើនល្បីរឿងដាំបន្លែមានសុវត្ថិភាពចិញ្ចឹមមាន់មានគុណភាពខ្ពស់ហើយបងប្អូនប្រជាពលរដ្ឋនៅទីនេះមានជីវភាពទូទៅបាទសូមអរគុណច្រើនបាទ